តោះអ្នកណាខ្លះធ្លាប់ដុតគ្រាប់ស្វាយចន្ទ្រីនេះញ៉ាំតែនៅពីក្មេងអេម៉ាចូលចិត្តណាស់តែឥឡូវខាន់ដុតញ៉ាំអស់រយៈពេលជិត10ឆ្នាំហើយចុះអ្នកមើលវិញធ្លាប់ដុតញ៉ាំអត់ខមមិនម្នាក់មួយមើលកាលនោះផ្លែស្វាយចន្ទ្រីអត់ទាន់ទុំទេនេះទៅមូលគ្រាប់ហើយឲ្យតែឃើញគ្រាប់ទុំគឺមូលមកទាំងអស់ចេះញ៉ាំផ្លែវាទេចេះតែញ៉ាំគ្រាប់សំខាន់មុននឹងដុតនេះរាប់វាសិនឲ្យថាដុតឆ្អិនហើយរកអត់ឃើញមិនចេះតែថាណាសំបីតែឥឡូវក៏មានអ្នកនៅញ៉ាំវាដែរមិនត្រឹមតែញ៉ាំទេគ្រាប់វាគេលក់បានថ្លៃទៀតខេត្តស្វាយរៀងគេហៅថាផ្លែចន្ទ្រីបើខាងពូមីងខ្ញុំនៅខេត្តកំពង់ធំនោះគេហៅចន្ទីវិញចុះខេត្តអ្នកមើលវិញគេហៅមិនដែរឲ្យទៅដុតគ្រាប់ស្វាយចន្ទ្រីម្ដងគឺថានៅឆ្ងាយពីភ្លើងឡើង3ម៉ែត្រអីនោះឥឡូវគឺថាឆ្អិនហើយអ្នកទាំងអស់គ្នាឡើងខ្មៅងូញហ្មងតិចច្រឡំថាគេយកទៅញ៉ាំទៅអញ្ចឹងទៅវីដេអូនេះផ្ដាំទៅអ្នកអត់ទាន់បានសាអាចសាកបានឆ្ងាញ់សាហាវតទៅពីយើងដុតឲ្យវាឆ្អិនហើយគឺយើងមកដំវាយកអាគ្រាប់ខាងក្នុងនេះអ្នកទាំងអស់គ្នាសាច់វិញឡើងស្រួយហើយផ្អែមសំខាន់គឺឈ្ងុយនឹងហ្មងឃើញគេលក់ដែរតើប៉ុន្តែអត់ឆ្ងាញ់ដូចឲ្យយើងដុតញ៉ាំខ្លួនឯងទេតែបច្ចេកឲ្យយើងដុតវាធ្វើម៉េចឲ្យរឿងឆ្អិនមកហ្មងកុំឲ្យវាឆៅពេកហើយក៏កុំឲ្យវាឆ្អិនពេកដែរប្រយ័ត្នខ្លោចអស់ថាដុតញ៉ាំតែឯងទេប៉ុន្តែកូននេះមកទៅដើមព្រាតព្រោងចុកដាក់ឲ្យម្នាក់មួយម៉ាត់ទៅដើមគ្នាប្រួយទៅដុតគ្រាប់ស្វាយចន្ទ្រីញ៉ាំម្ដងដៃជើងនេះអត់ដែរស្អាតទេអ្នកទាំងអស់គ្នាឡើងដឹកខ្មោច